កូនត្រីចម្រុះ20,000ក្បាលនិងកូនបង្កង30,000ក្បាលត្រូវបានធ្វើពិធីលែងក្នុងអាងទឹកឆ្វាំងស្ថិតក្នុងស្រុករលាភីកូនត្រីចម្រុះ20,000ក្បាលនិងកូនបង្កងចំនួន30,000ក្បាលត្រូវបានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងធ្វើពិធីលែងក្នុងអាងទឹកឆ្វាំងស្ថិតនៅក្នុងស្រុករលាភីនាព្រឹកថ្ងៃទី11ខែកក្កដាឆ្នាំ2026ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចាស់អុក្រាប៊ុនទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងអញ្ជើញចូលរួមក្នុងពិធីលែងកូនត្រីនាពេលនោះមានឯកឧត្តមសុនសវណ្ណរិនអភិបាលខេត្តឯកឧត្តមសិវរុនប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមលោកជំទាវអ្នកតំណាងរាស្ត្រលោកស្រីជាប្រធានអនុប្រធានមន្ទីរមន្ត្រីរាជការលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋយ៉ាងច្រើនកកលោកងិនហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាកូនត្រីដែលធ្វើពិធីលែងនៅអាងទឹកឆ្វាំងសម្រាប់ទិវាមច្ឆជាតិឆ្នាំនេះមានកូនត្រីចម្រុះចំនួន20,000ក្បាលក្នុងនោះមានត្រីគល់រាំងត្រីរាជត្រីដំរីត្រីឆ្ពិនត្រីក្រហែត្រីប្រលូងត្រីប្រាត្រីអណ្ដែងត្រីក្រាញ់ត្រីឆ្លាំងអន្ទង់និងកូនបង្កងចំនួន30,000ក្បាលផងដែរ